សួស្តីបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនដែលមានបំណងចង់ធ្វើការ record screen video ណាហើយខ្ញុំនឹងបង្ហាញកម្មវិធីមួយនេះដែលមានអត្ថប្រយោជន៍ច្រើនដែលបងប្អូនអាចយកមកប្រើប្រាស់បានហើយទីមួយគឺយើងមាន mouse ឬក៏គេហៅថា pointer ហ្នឹងដើម្បីងាយស្រួលក្នុងការបង្ហាញឬក៏ចុចចំណាំទៅលើមុខងារមួយអញ្ចឹងណានៅលើវីដេអូរបស់យើងអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនជាដំបូងត្រូវទៅឡើងកម្មវិធី AZ Recorder សិនបាទអញ្ចឹងយើងចូលនៅក្នុងកម្មវិធី AZ Recorder បន្ទាប់ពីធ្វើការចូលនៅក្នុងកម្មវិធីនឹងរួចរាល់ហើយវានឹងបង្ហាញផ្ទាំងបែបនេះតែម្ដងហើយបងប្អូនគ្រាន់តែធ្វើការចុច allow មកជាការស្រេចបាទហើយបន្ទាប់មកទៀតយើងចូលចុចទៅបើកមុខងារមួយនឹងមកបងប្អូនចុចទៅលើ AZ Screen Recorder ហើយយើងចុចបើកមកបន្ទាប់មកយើងគ្រាន់តែធ្វើការ scroll ចេញមកក្រៅបន្តិចបាទហើយត្រង់ចំណុចនេះបងប្អូនយកកន្លែង4ជ្រុងហ្នឹងបន្ទាប់មកទៀតបងប្អូនគ្រាន់តែរងចាំបន្តិចហើយបន្ទាប់មកយើងចុចកន្លែងសញ្ញារូបច្បាក់ណាបងប្អូនបាទចុចលើនឹងមកហើយត្រង់ចំណុចនេះគឺវាមានកន្លែងទំហំ resolution ទំហំវីដេអូបងប្អូនត្រូវជ្រើសរើស18គុណមកនៅពេលដែលយើង record screen ម្ដងគឺគុណភាពវាច្បាស់ហើយមួយទៀតគឺយើងយកត្រង់ចំណុច16បាទយើងយកត្រង់ចំណុចហ្នឹងមកពួកអីវាស៊ីមេធំហើយបន្តមកទៀតបងប្អូន scroll ចុះមកក្រោមហើយត្រង់ចំណុចខាងក្រោមនោះគឺបងប្អូនត្រូវ select ទៅលើពាក្យ text and logo បាទអញ្ចឹងយើងចុចអាកន្លែង text logo មកដើម្បីយើងងាយស្រួលក្នុងការដាក់ឲ្យមានចំណាំឬក៏គេហៅថាដាក់ម៉ៅណាបាទបងប្អូនចុចត្រង់ចំណុចហ្នឹងមកចឹងបន្ទាប់ពីយើងធ្វើការ select ត្រង់ចំណុចកន្លែង text and logo នឹងរួចរាល់ហើយបងប្អូនត្រូវបើកមុខងារនៅខាងក្រោមហ្នឹងដែលគេដាក់ថា show logo បាទនៅពេលយើងដាក់ហើយវានឹងបង្ហាញផ្ទាំងបែបនេះបងប្អូនឃើញអត់ហើយកន្លែងខាងក្រោមគឺយើងផ្លាស់ប្ដូរ icon នឹងចេញទៅបាទយើងចុចពាក្យ allow all មកហើយ icon នេះបងប្អូនអាចធ្វើការជ្រើសរើសបានវាមានច្រើនបាទអញ្ចឹងខ្ញុំ select មួយនេះមួយសិនដើម្បីងាយស្រួលបង្ហាញហើយមួយទៀតបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរនៅត្រង់ចំណុច icon ហ្នឹងណាបងប្អូនឬក៏គេហៅថាម៉ៅហ្នឹងដើម្បីងាយស្រួលក្នុងការបង្ហាញទៅលើវីដេអូរបស់យើងមួយណាបងប្អូនអាចទៅឡើងកម្មវិធី Eraser ជាមួយសិនមកហើយមួយទៀតតកតងជាមួយនឹងរូបភាពឬក៏ម៉ោងផ្សេងបងប្អូនអាចចូលទៅ download នៅក្នុងកម្មវិធី Chrome អញ្ចឹងនៅពេលដែលខ្ញុំធ្វើការ download ហើយខ្ញុំចូលកន្លែង Eraser ហើយបន្តមកទៀតខ្ញុំនឹងធ្វើការចុចចំណុចខាងក្រោមដើម្បីធ្វើការ select ខ្ញុំនឹងផ្លាស់ប្ដូរម៉ៅនឹងស្អាតងាយស្រួលឬក៏ style ស្អាតតែម្ដងហើយបន្តមកទៀតខ្ញុំគ្រាន់តែ select ទៅលើត្រង់ចំណុចខាងលើហ្នឹងយកពាក្យ allow all album នេះគឺជារូបភាពដែលខ្ញុំបានធ្វើការ download ណាបងប្អូនអញ្ចឹងខ្ញុំសូម select ទៅលើហ្នឹងដើម្បីងាយស្រួលក្នុងការកាត់ផ្ទៃ background ហ្នឹងឲ្យស្អាតតែម្ដងបាទអញ្ចឹងវានឹងកាត់ផ្ទាំងបែបនេះឲ្យយើងឲ្យងាយស្រួលទេបងប្អូនបាទហើយបងប្អូនតើតា select អានេះទៅយើងអាចធ្វើការគូសទៅវានឹងកាត់អូតូហើយបន្តមកទៀតគ្រាន់តែយើងចុចពាក្យ crease មកបាទហើយយើងធ្វើការ save វាមកអញ្ចឹងនៅពេលដែលយើងធ្វើការ save រួចរាល់ហើយយើងអាចយករូបហ្នឹងយកទៅប្រើប្រាស់បានហើយបន្ទាប់ពីធ្វើការ save ហើយខ្ញុំនឹង scroll ចេញសិនហើយចូលទៅមួយកម្មវិធី AZ Recorder ហើយខ្ញុំធ្វើការផ្លាស់ប្ដូរ icon នឹងចេញតែម្ដងបាទអញ្ចឹងត្រង់ចំណុចនេះខ្ញុំចុចពាក្យថា sticker ខាងលើខ្ញុំយកពាក្យ all បាទ all image អញ្ចឹងដើម្បីងាយស្រួលក្នុងកាខ្ញុំបដូរ icon នឹងចេញណាបងប្អូនបាទអញ្ចឹងយើងហូតមកយើងឃើញ icon ដែលយើងបានធ្វើការកាត់រួចរាល់នេះត្រង់ចំណុចហ្នឹងយើងបដូរមកហើយមួយទៀតតកតងនឹងទំហំ icon ក៏យើងអាចធ្វើការផ្លាស់ប្ដូរដែរចុចកន្លែង size ខាងក្រោមមកយើងអាចទាញមកបាទអញ្ចឹងយើងចុច OK មកអញ្ចឹងងាយស្រួលទេបងប្អូននេះអញ្ចឹងកម្មវិធីហ្នឹងគឺល្អប្រើមែនតើសម្រាប់បងប្អូនដែលចង់ record វីដេអូអញ្ចឹងវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្ងល់អាចធ្វើការ comment នៅខាងក្រោមវីដេអូបានអញ្ចឹងសម្រាប់បងប្អូនថ្មីកុំភ្លេចជួយ subscribe ម្នាក់មួយផងដើម្បីជាកម្លាំងលើកទឹកចិត្តដែលក្នុងការបង្កើតវីដេអូក្រោយៗទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ